ការផ្ទុះចំនួនតាមបណ្ដោយព្រំដែនខ្មែរថៃភាគីថៃច្រើនតែលើកយកការផ្ទុះគ្រាប់មីនរបស់ទាហានខ្លួនដើម្បីបង្កើតជាភាពតានតឹងបន្ថែមទៀតហើយតែងតែលើកថាយោធាកម្ពុជាប្រើប្រាស់មីនមានលក្ខណៈជាប្រព័ន្ធដើម្បីគំរាមកំហែងនិងបង្កគ្រោះថ្នាក់ដល់ប្រទេសខ្លួននៅពេលលើគ្រាប់មីនកប់ក្នុងដីបែបនេះខ្ញុំមានការឆ្ងល់ណាស់តើគ្រាប់មីននេះជាអាវុធប្រភេទណាហើយត្រូវបានគេប្រើប្រាស់ក្នុងយុទ្ធសាស្ត្រសង្គ្រាមយ៉ាងណាដែរបានជាយោធាថៃនិយាយថាវាបង្កជាការគំរាមកំហែងនិងគ្រោះថ្នាក់ដល់ប្រទេសខ្លួនសូមបញ្ជាក់ថាវីដេអូនេះដកស្រង់ចេញពី website Wikipedia ដែលបាននិយាយអំពីគ្រាប់មីនកប់ក្នុងដីហើយក៏សូមបញ្ជាក់ផងដែរថាខ្ញុំមិនមែនជាអ្នកជំនាញផ្នែកគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះផងដែរវីដេអូនេះជាវីដេអូពិសេសដែលធ្វើឡើងដោយសារតែការកើនឡើងកម្ដៅនៃទំនាស់រវាងយោធាថៃនិងកម្ពុជាប៉ុណ្ណោះការធ្វើវីដេអូនេះឡើងគឺដើម្បីជាការចែកចាយចំណេះដឹងបន្ថែមទៀតអំពីគ្រាប់មីននិងយុទ្ធសាស្ត្រដែលយោធាប្រើប្រាស់គ្រាប់មីនក្នុងសង្គ្រាមកន្លងមកប៉ុណ្ណោះលោកអ្នកប្រហែលជាធ្លាប់ស្គាល់ហើយថាគ្រាប់មីនកប់ក្នុងដីជាអាវុធជាតិទូទៅយ៉ាងដែលអាចបំផ្ទុះធ្វើការលាក់ទុកក្នុងដីឬបន្លំបំផន់ភ្នែកទុកនៅកន្លែងណាមួយអាវុធប្រភេទនេះត្រូវបានរចនាឡើងដើម្បីបំផ្លិចបំផ្លាញឬមានគោលដៅធ្វើឲ្យសត្រូវមិនអាចដំណើរឆ្លងកាត់ឬនៅក្បែរវាបានមីនកប់ក្នុងដីត្រូវបានគេបែងចែកជាពីរប្រភេទមានប្រឆាំងនឹងយានយន្តដែលអាចជារថក្រោះឬយានយន្តផ្សេងៗទៀតនិងមានប្រឆាំងនឹងមនុស្សដែលត្រូវបានរចនាឡើងដើម្បីធ្វើឲ្យរបួសឬសម្លាប់មនុស្សការប្រើប្រាស់មីនកប់ក្នុងដីបង្កជាបញ្ហាយ៉ាងខ្លាំងព្រោះថាវាធ្វើការវាយប្រហារមិនរើសមុខនោះទេហើយសក្តានុពលនៃគ្រោះថ្នាក់របស់វានៅតែបន្តមានរយៈពេលវែងផងដែរបើទោះបីជាត្រូវកប់ទុកអស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយបន្ទាប់ពីចំនួនបានបញ្ចប់ទៅកត្តាគ្រោះថ្នាក់របស់វាបានបង្កជាផលវិបាកដល់ជនស៊ីវិលនិងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដូចនេះហើយទើបមានយុទ្ធនាការជាលក្ខណៈសកលដើម្បីហាមឃាត់មិនឲ្យមានការប្រើប្រាស់អាវុធមួយនេះបន្តទៅទៀតក្នុងសន្ធិសញ្ញាមួយដែលលេចឡើងជារូបរាងនៅឆ្នាំ1997ដោយធ្វើការហាមឃាត់ក្នុងការប្រើប្រាស់ការស្តុកទុកការផលិតនិងការទេមីនប្រឆាំងមនុស្សហើយក៏តម្រូវឲ្យធ្វើការបំផ្លាញមីនទាំងអស់នោះចោលដែលសន្ធិសញ្ញាមួយនេះត្រូវបានគេស្គាល់ថាសន្ធិសញ្ញាអូតាវ៉ារហូតមកដល់បច្ចុប្បន្ននេះមានប្រទេសចំនួន164ជាហត្ថលេខីសន្ធិសញ្ញាមួយនេះដោយរួមទាំងប្រទេសកម្ពុជានិងប្រទេសថៃផងដែរទោះជាយ៉ាងណាក៏ដោយប្រទេសចិនរុស្ស៊ីនិងសហរដ្ឋអាមេរិកមិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយនេះនោះទេប្រវត្តិនៃការប្រើប្រាស់មីនកប់ក្នុងដីអាចត្រូវបានគេបែងចែកជា3ដំណាក់កាលសំខាន់សម័យកាលបុរាណគេធ្វើការកប់បន្លាក្នុងដីដែលវាមានមុខងារដូចគ្នានឹងមីនសម័យទំនើបផងដែរមីនកប់ក្នុងដីដែលប្រើប្រាស់ជាតិទូត្រូវបានប្រើប្រាស់ដំបូងក្នុងរាជការមីនរបស់ប្រទេសចិននិងនៅសម័យសង្គ្រាមស៊ីវិលរបស់សហរដ្ឋអាមេរិករហូតមកដល់មីនកប់ក្នុងដីនាសម័យបច្ចុប្បន្នយើងនេះដែលបង្កការផ្ទុះខូចខាតកាន់តែខ្លាំងឡើងថែមទៀតគោលបំណងនៃការប្រើប្រាស់មីនប្រឆាំងមនុស្សត្រូវបានគេរចនាឡើងមានគោលបំណងចម្បងគឺដើម្បីសម្លាប់និងធ្វើឲ្យមនុស្សរងរបួសពីការផ្ទុះឬបំផ្ទុះនៅយានយន្តដែលធ្វើដំណើរជារឿយៗមានប្រឆាំងនឹងមនុស្សពួកវាត្រូវបានរចនាឡើងដើម្បីធ្វើឲ្យមនុស្សមានការរងរបួសជាជាងធ្វើការសម្លាប់ជនរងគ្រោះព្រោះថាការធ្វើឲ្យមានរបួសបែបនេះគឺនឹងបន្ថែមបន្ទុកថែមទៀតផ្នែកភស្តុភារនៅក្នុងសមរភូមិដូចជាការជម្លៀសឬការព្យាបាលមានប្រឆាំងមនុស្សមួយចំនួនទៀតក៏ត្រូវបានគេប្រើប្រាស់ដើម្បីបំផ្លិចបំផ្លាញផ្លូវថ្នល់ឬកង់របស់រថពាសដាច់ផងដែរគ្រាប់មីនកប់ក្នុងដីត្រូវបានគេរចនាឡើងដើម្បីប្រើប្រាស់ក្នុងគោលដៅសំខាន់ពីរយ៉ាងគឺទី1ដើម្បីជារបាំងយុទ្ធសាស្ត្រការពារខ្លួនដោយសារតែការបញ្ជូនកម្លាំងវាយប្រហារទៅតំបន់ជួរមុខដែលកំពុងតែស្ថិតក្នុងស្ថានភាពប្រយុទ្ធតបទល់គ្នាឬបន្ថយល្បឿននៃការរីកចម្រើនកម្លាំងឈ្លានពានដើម្បីរងចាំកម្លាំងជំនួយម្ដងទី2ដើម្បីរារាំងដល់ការប្រើប្រាស់ដីធនធានឬសម្ភារៈមានតម្លៃរបស់សត្រូវនៅពេលដែលតំបន់ការពារនោះមិនអំណោយផលឬមិនអាចការពារបានសម្រាប់លោកអ្នកពេលស្ដាប់ហើយយល់យ៉ាងណាដែរចំពោះគ្រាប់មីនដែលកប់ក្នុងដីនេះដែរយើងចង់ស្ដាប់មតិយោបល់របស់លោកអ្នកហើយសូមកុំភ្លេចចុច like និង subscribe មានយុទ្ធសាស្ត្រចម្បងចំនួន4ដែលអាចប្រើប្រាស់មីនប្រឆាំងមនុស្សលើសមរភូមិបានយុទ្ធសាស្ត្រទី1កំណត់ការបម្លាស់ទីមីនប្រឆាំងមនុស្សបង្កើតជារបាំងមួយដែលបង្ខំឲ្យកងកម្លាំងសត្រូវតែធ្វើដំណើរតាមផ្លូវវាងដែលវែងជាងមុនឬក៏បង្ខំឲ្យដៃគូភាគីម្ខាងទៀតធ្វើដំណើរដោយបើកចំហតាមផ្លូវត្រង់
ការដាក់ចំការមាននៅទីតាំងយុទ្ធសាស្ត្រផ្សេងៗដូចជាផ្លូវភ្នំឬកន្លែងផ្សេងៗទៀតជាវិធីសាស្ត្រក្នុងការការពារទីតាំងខ្លួនហើយអង្គភាពយោធាអាចធ្វើការគ្រប់គ្រងចលនាបំលាស់ទីរបស់សត្រូវដោយមិនចាំបាច់មានការដើរយាមល្បាតរបស់ពលទាហានរបស់ខ្លួនយុទ្ធសាស្ត្រទី2បង្កឲ្យមានការរងគ្រោះនិងកាត់បន្ថយកម្លាំងសត្រូវយោងតាមប្រវត្តិនៃការប្រើប្រាស់មានប្រឆាំងមនុស្សបានបង្ហាញថាការកប់មានក្នុងដីនេះមានប្រសិទ្ធភាពណាស់ក្នុងការបង្កឲ្យមានអ្នកស្លាប់និងរងរបួសក្នុងចំណោមកងកម្លាំងសត្រូវការស្រាវជ្រាវពីចំនួននៅអាហ្គានីស្ថាននិងប៉ាគីស្ថានបានបង្ហាញថាប្រហែល 1/4 នៃការស្លាប់និងរបួសដោយសារសង្គ្រាមទាំងអស់បណ្ដាលមកពីគ្រាប់មីនការកាត់បន្ថយចំនួនមនុស្សរបស់ដៃគូសត្រូវជាវិធីសាស្ត្រយ៉ាងមានប្រសិទ្ធភាពក្នុងការធ្វើឲ្យដៃគូម្ខាងទៀតចុះសោកយុទ្ធសាស្ត្រទី3បង្កផលប៉ះពាល់ផ្លូវចិត្តនិងបន្ថយទឹកចិត្តកងទ័ពគ្រាប់មីនអាចបង្កើតឲ្យមានភាពភ័យខ្លាចនិងភាពមិនប្រកបវិជ្ជាក្នុងចំណោមកងកម្លាំងប្រឆាំងដែលបង្ខំឲ្យពួកគេធ្វើបំលាស់ទីដោយប្រុងប្រយ័ត្នប្រើប្រាស់ឧបករណ៍ការពារផ្សេងៗបន្ថយល្បឿននៃការធ្វើដំណើរទៅមុខរបស់ដៃគូម្ខាងទៀតនិងបង្វែរធនធានសម្រាប់ដោះមីនឬថែទាំជនរងគ្រោះផលប៉ះពាល់ស្ថានភាពផ្លូវចិត្តនេះអាចសំខាន់ដូចជាការគំរាមកំហែងផ្នែកសភាវុធយុទ្ធភ័ណ្ឌទំនើបផងដែរដែលប៉ះពាល់ដល់ទឹកចិត្តកងទ័ពនិងបន្ថយល្បឿននៃប្រតិបត្តិការយោធាយុទ្ធសាស្ត្រទី4សម្រាប់ជំនួសការវាយប្រហារក្រុមមានកប់ក្នុងដីក៏អាចប្រើប្រាស់គាំទ្រក្នុងអំឡុងពេលប្រតិបត្តិការវាយលុករបស់កងកម្លាំងដែលរុលទៅមុខផងដែរគេអាចដាក់មីននៅក្រោយដើម្បីការពារការលួចវាយប្រហារការឡោមព័ទ្ធនិងបន្ថយល្បឿននៃការដេញតាមរបស់កងកម្លាំងសត្រូវការកប់មីនក្នុងដីអាចរាយប៉ាយយ៉ាងលឿនអាចបង្កើតជាឧបសគ្គយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ដើម្បីរារាំងការពង្រឹងកម្លាំងសត្រូវឬការវាយលុកតបតមកវិញក្រៅពីនេះមីនកប់ក្នុងដីអាចកប់នៅទីតាំងយុទ្ធសាស្ត្រដែលប្រមូលផ្ដុំតាមផ្លូវតូចចង្អៀតស្ពានផ្លូវថ្នល់ឬទីតាំងភូមិសាស្ត្រដែលកងកម្លាំងសត្រូវត្រូវឆ្លងកាត់បង្កើតជាតំបន់មរណៈដែលកងកម្លាំងមិនអាចឆ្លងកាត់បានឬជាល្បិចគំរាមកំហែងផ្លូវចិត្តតើលោកអ្នកយល់ថាយោធាខ្មែរអាចប្រើប្រាស់វិធីសាស្ត្រមួយណាដែរសម្រាប់ខ្ញុំយោធាខ្មែរហាក់មិនទទួលបានផលអ្វីច្រើនពីការបង្កប់គ្រាប់មីនថ្មីនោះដែរវាទុយពីការចោទប្រកាន់របស់យោធាថៃនោះឬក៏លោកអ្នកយល់ថាយោធាខ្មែរប្រើយុទ្ធសាស្ត្រថ្មីដែលមិនមានដូចដែលភាគីខាងថៃបានប្រើប្រាស់ការធ្វើទរណកម្មផ្លូវចិត្តដោយចាក់សម្លេងខ្មោចលោកបន្លាចសម្រាប់ជាការគំរាមកំហែងដល់ប្រទេសថៃសរុបមកគ្រាប់មីនជាអាវុធមួយដែលអាចបំផ្លាញជីវិតមនុស្សយើងបានបើទោះបីជាចំនួននោះបានបញ្ចប់រយៈពេលយូរយ៉ាងណាក៏ដោយប្រទេសកម្ពុជាយើងបានរងគ្រោះជាច្រើនឆ្នាំហើយពីគ្រាប់មីននិងគ្រាប់មិនទាន់ទូកដែលយើងដឹងយ៉ាងច្បាស់អំពីផលប៉ះពាល់និងការឈឺចាប់របស់ជនស៊ីវិលស្របពេលដែលរដ្ឋាភិបាលក៏ជាហត្ថលេខីនៃសន្ធិសញ្ញាអូតាវ៉ានិងមានការតាំងចិត្តមិនប្រើប្រាស់គ្រាប់មីនក្នុងចំនួននានាផងដែរបើសិននិយាយអំពីជំនឿជឿជាក់ព័ត៌មានរបស់រដ្ឋាភិបាលអំពីការបដិសេធមិនបានកប់គ្រាប់មីនថ្មីជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំជឿលើភាគីខ្មែរច្រើនជាងព័ត៌មានពីភាគីខាងថៃហេតុអ្វីទៅម្យ៉ាងអាចដោយសារតែខ្ញុំជាជនជាតិខ្មែរហើយម្យ៉ាងទៀតដោយសារតែយោធាខាងខ្មែរយើងគោរពបទបញ្ជាយ៉ាងខ្ជាប់ខ្ជួនពីរដ្ឋាភិបាលសូម្បីតែយុទ្ធជនទាំង18នាក់ដែលត្រូវបានថៃចាប់ខ្លួនដោយខុសច្បាប់ក៏ដោយសារតែពួកគាត់គោរពតាមបទបញ្ជាពីថ្នាក់លើផងដែរចំណែកភាគីថៃវិញលោកអ្នកយល់យ៉ាងណាដែរអតីតមេភូមិភាគ2ធ្លាប់និយាយហើយថាគាត់មិនស្ដាប់អ្នកធំណាឲ្យគាត់ឈប់បាញ់នោះទេការផ្លាស់ប្ដូរចុះឡើងនៃការនិយាយរបស់យោធារដ្ឋាភិបាលមន្ត្រីថ្នាក់ខ្ពស់ពីមួយទៅមួយជាអ្វីដែលគួរយកមកគិតពិចារណាផងដែរសូមស្ដាប់ដោយការពិចារណាសង្ឃឹមថាវីដេអូនេះនឹងក្លាយជាចំណេះដឹងខ្លះៗដល់អ្នកទាំងអស់គ្នាហើយបើសិនជាពេញចិត្តសូមចុច like និង subscribe ដើម្បីទទួលបានចំណេះដឹងផ្សេងៗទៀតពីវីដេអូក្រោយៗទៀតសូមអរគុណ